ដើមសាច់រឿងរបស់យើងចាប់ផ្ដើមពីនារីដ៏អស្ចារ្យម្នាក់ដែលមានឈ្មោះថា Mulan តាំងពីក្មេង Mulan មិនដូចក្មេងស្រីដទៃនោះទេនាងមានថាមពលឈីដ៏ខ្លាំងក្លាដែលធ្វើឲ្យនាងមានភាពរហ័សរហួននិងពូកែគុណលត់ផ្លោះទៀតផងប៉ុន្តែនៅក្នុងសង្គមចាស់ថាមពលនេះគឺសម្រាប់តែកូនប្រុសនិងអ្នកចម្បាំងតែប៉ុណ្ណោះបើកូនស្រីប្រើប្រាស់វានាងនឹងរងនូវភាពអាម៉ាស់ថែមទាំងអាចគេចាត់ទុកថាជាមេធ្មប់ទៀតផងអាស្រ័យហេតុនេះឪពុករបស់នាងតែងតែប្រាប់ឲ្យនាងលាក់បាំងសមត្ថភាពនេះដើម្បីការពារនាងនិងកិត្តិយសគ្រួសារពេលវេលាចេះតែកន្លងផុតទៅមូលែនក៏បានធំពេញវ័យដោយកូនស្រីដទៃទៀតដែរនាងត្រូវនាំកិត្តិយសជូនគ្រួសារតាមរយៈការរៀបការប៉ុន្តែថ្ងៃទៅជួបអ្នកចែចូវគឺជាថ្ងៃដ៏វឹកវរមួយទោះបីជាមូឡានព្យាយាមតុបតែងខ្លួននិងធ្វើជាស្រីទន់ភ្លន់យ៉ាងណាក៏ដោយក៏នាងនៅតែបង្កកំហុសដោយអចេតនាធ្វើឲ្យខូចខាតកិច្ចពិធីនិងនាំភាពអាម៉ាស់ដល់គ្រួសារហួរស្របពេលជាមួយគ្នានោះគ្រោះថ្នាក់ដ៏ធំមួយកំពុងគំរាមកំហែងនគរចិនមេដឹកនាំកងទ័ពរូរ៉ាន់ឈ្មោះបូរីខាន់បានសហការជាមួយមេធ្មប់ដ៏មានអំណាចម្នាក់ដើម្បីវាយលុកបន្ទាយសងសឹកឲ្យឪពុករបស់ខ្លួនព្រះចៅអធិរាជក៏បានចេញព្រះរាជក្រឹត្យបន្ទាន់គ្រប់គ្រួសារទាំងអស់ត្រូវតែបញ្ជូនកូនប្រុសឲ្យមកធ្វើជាទាហានតែគ្រួសារហួរគ្មានកូនប្រុសនោះទេឪពុករបស់មូឡាន់បើទោះបីជាចាស់ជរានិងមានរបួសពិការជើងក៏ដាច់ចិត្តចេញមុខធ្វើសង្គ្រាមម្ដងទៀតទាំងដឹងថាខ្លួនប្រហែលជាមិនអាចត្រឡប់មកវិញនោះទេដោយក្តីស្រឡាញ់និងការលះបង់ចំពោះឪពុកយប់នោះមូឡាន់ក៏បានលួចដាវអាវក្រោះនិងសេះនិងព្រះរាជក្រឹត្យរបស់ឪពុកបន្លំខ្លួនជាមនុស្សប្រុសរត់ចេញពីផ្ទះទៅចូលរួមជាមួយកងទ័ពជំនួសឪពុកនាងបានប្រូរឈ្មោះថាហួជូននិងបានទៅដល់ជំរំវឹកហាត់ហើយនៅទីនោះនាងត្រូវលាក់បាំងអត្តសញ្ញាណខ្លួនជាមនុស្សស្រីព្រោះបើគេចាប់បានទោសគឺប្រហារជីវិតមូឡានត្រូវវឹកហាត់យ៉ាងលំបាកជាមួយទាហានប្រុសៗដទៃទៀតដូចជាយ៉ាវលីងពូនិងហុងហ៊ុយក្រុមការគ្រប់គ្រងដ៏តឹងរ៉ឹងរបស់មេបញ្ជាការតុងមេបញ្ជាការតុងដែលធ្លាប់ស្គាល់ឪពុករបស់មូឡានបានឃើញពីភាពខ្លាំងនិងថាមពលឈីដែលលាក់ទុកក្នុងខ្លួនរបស់ហួជុនលោកបានដាស់តឿនឲ្យនាងប្រើប្រាស់វានិងកុំលាក់បាំងសមត្ថភាពខ្លួនឯងតែមូឡាននឹងបន្តលាក់បាំងការពិតបានយូរប៉ុណ្ណាតើនាងអាចប្រែក្លាយខ្លួនពីមនុស្សស្រីធម្មតាទៅជាអ្នកចម្បាំងដ៏អស្ចារ្យដើម្បីការពារនគរបានដែរឬទេសង្គ្រាមបានមកដល់លឿនជាងការរំពឹងទុកបន្ទាយជាច្រើនបានធ្លាក់ទៅក្នុងដៃសត្រូវមេបញ្ជាការតងបានប្រកាសប្រាប់ទាហានទាំងអស់ថាពេលវេលានៃការវឹកហាត់បានបញ្ចប់ហើយពេលនេះពួកគេត្រូវតែបញ្ចប់ការលេងសើចហើយក្លាយជាបុរសពេញវ័យនិងក្លាយជាអ្នកចម្បាំងពិតប្រាកដដែលប្រកាន់ខ្ជាប់នូវពាក្យសច្ចៈស្មោះត្រង់ក្លាហាននិងពិតប្រាកដដោយសារតែពាក្យសច្ចៈនេះហើយទៅធ្វើឲ្យមូឡានក្នុងនាមជាហួជនមានអារម្មណ៍ខុសឆ្គងយ៉ាងខ្លាំងនិងចង់សារភាពការពិតប្រាប់មេបញ្ជាការប៉ុន្តែមេបញ្ជាការតងបានជ្រត់ច្រឡំថានាងគ្រាន់តែមានភាពភ័យខ្លាចមុនពេលចេញប្រយុទ្ធទើបលោកបានលើកទឹកចិត្តនាងដោយរំលឹកពីសម្ដីឪពុករបស់នាងថាមានភាពក្លាហានណាស់ដែលគ្មានការភ័យខ្លាចនោះទេនៅក្នុងសមរភូមិដ៏សាហាវមូឡានបានប្រឈមមុខជាមួយមេធ្មប់សៀងនីងមេធ្មប់នោះបានមើលធ្លុះអាត់កម្បាំងរបស់នាងហើយបានប្រាប់នាងចំថាការភួតកុហកនិងការលាក់បាំងអត្តសញ្ញាណកំពុងតែធ្វើឲ្យធម៌ពលឈីរបស់នាងចុះខ្សោយនៅទីបំផុតទាហានឈ្មោះហួជូនត្រូវតែស្លាប់ដើម្បីឲ្យវីរនារីហួមូឡានអាចរស់ឡើងវិញនាងបានសម្រេចចិត្តទម្លាក់ចោលការបន្លំខ្លួននិងដើរចូលទៅសារភាពការពិតចំពោះមុខកងទ័ពពេលដឹងការពិតមេបញ្ជាការតុងខឹងសម្បាយ៉ាងខ្លាំងលោកចាត់ទុកនាងថាជាជនបោកប្រាស់និងជាអ្នកក្បត់កងទ័ពលោកបានបណ្ដេញនាងចេញដោយគ្មានក្តីមេត្តាព្រមទាំងគំរាមថាបើហ៊ានបង្ហាញមុខទៀតនាងនឹងត្រូវទទួលទោសប្រហារជីវិតក្នុងពេលដែលឯកានោះមេធ្មប់បានឆ្លៀតឱកាសអូសទាញមូឡានឲ្យចូលរួមជាមួយខ្លួនដើម្បីសាងអំណាចតែមូឡានបដិសេធយ៉ាងដាច់អហង្ការមិនត្រឹមតែបដិសេធនោះទេមូឡានបានដឹងពីល្បិចកលរបស់បូរីខាន់ដែលបានបង្វែរចំណាប់អារម្មណ៍កងទ័ពដើម្បីលួចចូលទៅសម្លាប់អធិរាជនៅឯរាជធានីដែលមិនខ្វល់ពីសេចក្តីស្លាប់មូឡានហ៊ានប្រថុយជីវិតត្រឡប់មកជួបមេបញ្ជាការតងម្ដងទៀតដើម្បីផ្ដល់ដំណឹងដ៏សំខាន់នោះទោះបីជាត្រូវបានចោទប្រកាន់តែភាពក្លាហាននិងការលះបង់របស់នាងបានធ្វើឲ្យមិត្តរួមអាវុធជាពិសេសហុងហ៊ុយនិងទាហានដទៃទៀតចេញមុខគាំទ្រនាងទីបំផុតមេបញ្ជាការតុងក៏បានទទួលស្គាល់និងលាន់មាត់សរសើរថាភាពស្មោះត្រង់និងក្លាហានរបស់ហួមូឡានគឺជារឿងមិនអាចប្រកែកបានឡើយទោះបីជាកងទ័ពរូរ៉ាន់ត្រូវបរាជ័យមួយគ្រាក៏ដោយក៏មេដឹកនាំនគរខៅបូរីខាន់បានលួចចូលទៅក្នុងរាជវាំងបាត់ទៅហើយដែលប្រើល្បិចកលមេធ្មប់សៀងនីងបានក្លាយទៅជាអគ្គមហាសេនាបតីដើម្បីបញ្ឆោតព្រះចៅអធិរាជឲ្យចេញពីរាជវាំងទៅប្រឈមមុខដោយផ្ទាល់ពេលទ្វារក្រុងបើកឡើងផ្លូវស្ងាត់ទ្រងំការវាយឆ្មក់ដ៏សាហាវក៏បានចាប់ផ្ដើមក្នុងពេលអាសន្នមូឡាននិងមិត្តរួមអាវុធបានមកដល់ទាន់ពេលវេលាដើម្បីការពារព្រះចៅអធិរាជទាហានទាំងអស់បាននាំគ្នាប្រយុទ្ធបិទផ្លូវនិងប្រគល់ភារកិច្ចដ៏ធំនេះឲ្យមូឡាន
ជាអ្នកសម្រុកទៅមុខតែម្នាក់ឯងនៅទីនោះនាងបានជួបមេធ្នប់ម្ដងទៀតពេលនេះមេធ្នប់បានយល់ច្បាស់ហើយថាទោះបីសង្គមមិនទទួលស្គាល់មនុស្សស្រីដូចពួកគេតែមូឡានបង្ហាញយ៉ាងច្បាស់ថាអ្វីៗគឺអាចទៅរួចមូឡានបានក្រោកឈរឡើងតតាំងជាមួយនឹងបរិខ័ណ្ឌដោយភាពក្លាហាននិងក្បាច់គុណដ៏អស្ចារ្យទីបំផុតនាងអាចយកឈ្នះសត្រូវនិងជួយសង្គ្រោះប្រជាអធិរាជព្រមទាំងនគរចិនទាំងមូលបានសម្រេចដោយក្តីដឹងគុណព្រះចៅអធិរាជបានអញ្ជើញមូឡានឲ្យចូលបម្រើជាមន្ត្រីរាជការជាន់ខ្ពស់កងឆ្មាំអធិរាជប៉ុន្តែនាងបានបដិសេធយ៉ាងគួរឲ្យភ្ញាក់ផ្អើលនាងប្រកាន់ខ្ជាប់នៅពាក្យសម្បត្តិស្មោះត្រង់ក្លាហាននិងពិតប្រាកដហើយនាងជ្រើសរើសការត្រឡប់មកផ្ទះវិញដើម្បីលាងជម្រះកំហុសដែលនាងបានលួចរត់ចោលគ្រួសារក្រោយពីលាចាកមិត្តរួមអាវុធហុងហុយដោយក្តីអាឡោះអាល័យមូឡានក៏បានធ្វើដំណើរទៅកាន់ភូមិកំណើតវិញការជួបជុំពោពេញដោយទឹកភ្នែកមូឡានបានលុតជង្គង់សុំទោសឪពុកនិងស្ដាយក្រោយដែលធ្វើឲ្យបាត់បង់ដាវប្រចាំត្រកូលប៉ុន្តែសម្រាប់ឪពុកតម្លៃរបស់នាងមិនមែនស្ថិតនៅលើដាវនោះទេគាត់បានប្រាប់នាងទាំងរំភើបថាកូនស្រីរបស់ពុកទេដែលមានន័យគ្រប់គ្រាន់សម្រាប់ពុកកិត្តិយសពិតប្រាកដបានមកដល់មេបញ្ជាការតុងបាននាំយកកាដូពីប្រជាអធិរាជមកដល់គេហដ្ឋានក្រសាហួរវាគឺជាដាវថ្មីមួយដែលមានឆ្លាក់ឈ្មោះថាស្មោះត្រង់ក្លាហាននិងពិតប្រាកដព្រមទាំងគុណធម៌ទី4ដ៏ខ្ពង់ខ្ពស់គឺការលះបង់ចំពោះគ្រួសារពីក្មេងស្រីធម្មតាម្នាក់ក្លាយជាទាហានពីទាហានក្លាយជាអ្នកដឹកនាំហើយទីបំផុតគូមើឡានបានក្លាយជារឿងព្រេងនិទានដ៏អស្ចារ្យបំផុតដែលគេចងចាំមិនភ្លេច